Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីក្នុងកម្មវិធីផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃច័ន្ទទី13ខែមករាឆ្នាំ2014នេះខ្ញុំជឹងពូជីននិងសហការី VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកសូមស្វាគមន៍អស់លោកអ្នកពីរដ្ឋធានី Washington តទៅនេះលោកឈឹមសមេតសូមជូនដើមរឿងព័ត៌មានសំខាន់កិច្ចព្រមព្រៀងប៉ារ៉ាម៉ាណូអ៊ីរ៉ង់នឹងចូលជាធរមាននៅថ្ងៃទី20ខែមករាអំពើហិង្សាក្នុងទីក្រុងបាដាតបានបណ្ដាលឲ្យមនុស្ស18នាក់ស្លាប់លោក Kerry មានទំនុកចិត្តថាក្រុមប្រឆាំងនឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពសម្រាប់ប្រទេសស៊េរីក្នុងការផ្សាយរបស់ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិកនៅពេលព្រឹកនេះពីប្រទេសថៃមានសេចក្តីរាយការណ៍ពីរាជធានីបាងកកប្រឈមការតវ៉ាប្រឆាំងកាន់តែខ្លាំងឡើង Prime Minister Yingluck has ordered all police and military personnel to exercise ហើយពីរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជាហើយពីរដ្ឋធានី Washington មានសេចក្តីរាយការណ៍ពីផែនការថ្មីផ្ដល់ការថែទាំសុខភាពកាន់តែប្រសើរឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍសូមអរលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលជូនដោយលោកឈឹមសមេតប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាច6ក្នុងពិភពលោកបានយល់ស្របគ្នាអនុវត្តកិច្ចព្រមព្រៀងប៉ារ៉ាម៉ាណូបណ្ដោះអាសន្នមួយដែលបានត្រូវសម្រេចកាលពីខែវិច្ឆិកាពួកមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាកិច្ចព្រមព្រៀងនៅក្នុងទីក្រុងហ្សឺណែវនឹងចូលជាធរមាននៅថ្ងៃទី20ខែមករាប្រទេសអ៊ីរ៉ង់នឹងកម្រិតការសម្រិតសម្រាំងសារធាតុប៉ារ៉ាម៉ាណូប្រទេសអ៊ីរ៉ង់នឹងកម្រិតការសម្រិតសម្រាំងសារធាតុអ៊ីរ៉ាញ៉ូមរបស់ផងខ្លួនដែលពួកបច្ចឹមប្រទេសបាននិយាយថាបានត្រូវប្រើប្រាស់ដើម្បីគ្រោងផលិតគ្រាប់បែកប៉ារ៉ាម៉ាណូជាថ្នូរសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនឹងបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល6ខែខាងមុខនេះនៅក្នុងពេលនោះដែរពួកប្រទេសមហាអំណាចពិភពលោកទាំង6គឺប្រទេសអង់គ្លេសចិនបារាំងអាល្លឺម៉ង់រុស្ស៊ីនិងសហរដ្ឋអាមេរិកនឹងបន្តធ្វើការចរចាជាមួយប្រទេសអ៊ីរ៉ង់អំពីកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយពួកអធិការរបស់អង្គការសហប្រជាជាតិនឹងផ្ទៀងផ្ទាត់មើលការអនុវត្តកិច្ចព្រមព្រៀងនេះដោយប្រទេសអ៊ីរ៉ង់ពួកមន្ត្រីអ៊ីរ៉ាក់បាននិយាយថាការផ្ទុះគ្រាប់បែកក្នុងឡាន2គ្រឿងដែលបានយកជាទីដៅនៃការវាយប្រហារពួកអ្នកធ្វើដំណើរនៅពេលព្រឹកថ្ងៃអាទិត្យនៅក្នុងទីក្រុងបាដាតហើយការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងពួកជនសកម្មប្រយុទ្ធបានបណ្ដាលឲ្យជនស៊ីវិលយ៉ាងតិចណាស់18នាក់បាត់បង់ជីវិតការវាយប្រហារដ៏ប្រឡាយបំផុតបានកើតមានឡើងនៅឯស្ថានីយ៍ឡានប៊ីសមានមនុស្សកុះកមួយកន្លែងនៅកណ្ដាលទីក្រុងបាដាតរថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបានផ្ទុះនៅខាងក្រៅស្ថានីយ៍ឡានប៊ីសនោះបណ្ដាលឲ្យមានមនុស្សយ៉ាងតិចណាស់9នាក់បាត់បង់ជីវិតនិងបានធ្វើឲ្យមនុស្ស16នាក់ត្រូវរបួសមានមនុស្សរាប់ពាន់នាក់បានប្រើប្រាស់ស្ថានីយ៍ឡានប៊ីសនោះជារៀងរាល់ថ្ងៃឬក៏បានឆ្លងកាត់តំបន់នោះផងដែរនៅក្នុងសង្កាត់មួយទៀតនៃទីក្រុងបាដាតគ្រាប់បែកដាក់ក្នុងឡានមួយគ្រឿងបានផ្ទុះហើយបានបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់4នាក់បាត់បង់ជីវិតហើយនៅពេលរយៈពេលខ្លីក្រោយពេលថ្ងៃលិចគ្រាប់កាំភ្លើងធំមួយគ្រាប់របស់កងទ័ពបានត្រូវបាញ់ចំភូមិមួយរបស់ពួកស៊ូនីនៅក្នុងសង្កាត់ខាងលិចនៃទីក្រុងបាដាតបណ្ដាលឲ្យមានមនុស្ស5នាក់ទៀតបាត់បង់ជីវិតលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ថាលោកមានទំនុកចិត្តថាក្រុមប្រឆាំងនៅក្នុងប្រទេសស៊េរីនឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពនៅក្នុងខែនេះនៅក្នុងទីក្រុងហ្សឺណែវលោក Kerry បានមានប្រសាសន៍ថានៅក្រោយការជួបជំនុំគ្នាមួយរបស់ពួករដ្ឋមន្ត្រីការបរទេសនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យថា
ចរចានឹងជា test មួយនៃការជឿទុកចិត្តបានសម្រាប់ភាគីទាំងអស់ក្រមចម្រុះជាតិសេរីដែលគ្រប់គ្រងដោយពួកប្រចាំប្រទេសបាននិយាយថាខ្លួននឹងធ្វើសេចក្តីសម្រេចចិត្តអំពីថាតើខ្លួននឹងចូលរួមក្នុងការប្រជុំកិច្ចចរចាគ្នានេះនៅថ្ងៃទី22ខែមករានៅដំណាច់សប្តាហ៍នេះលោកអាសាដបាននិយាយថារដ្ឋាភិបាលសេរីនឹងចូលរួមក្នុងកិច្ចចរចានេះក៏ប៉ុន្តែលោកក៏បានថ្លែងដែរថាមានតែប្រជារាស្ត្រសេរីទេដែលអាចសម្រេចអំពីអនាគតប្រទេសជាតិរបស់ពួកគេលោក Laurent Fabius រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបានមានប្រសាសន៍នៅក្នុងការប្រជុំមួយរបស់អង្គការពួកមិត្តភ័ក្តិនៃប្រទេសសេរីកាលពីថ្ងៃអាទិត្យថាគោលដៅនៃកិច្ចចរចានេះគឺបង្កើតឲ្យមានរដ្ឋាភិបាលអន្តរការមួយសម្រាប់ប្រទេសសេរីដែលមានអំណាចនីតិប្រតិបត្តិពេញលេញទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ពីទីក្រុង Tripoli មកថាការប្រយុទ្ធគ្នា3ថ្ងៃរវាងពួកកុលសម្ព័ន្ធនៅក្នុងទីក្រុងមួយដែលមានចលាចលនៅក្នុងផ្នែកខាងត្បូងនៃប្រទេសលីប៊ីបានបណ្ដាលឲ្យមានមនុស្ស31នាក់បាត់បង់ជីវិតនេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសលីប៊ីដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យនៅពេលដែលពួកជនប្រដាប់អាវុធបានធ្វើឃាតអនុរដ្ឋមន្ត្រីក្រសួងអគ្គិសនីនៅរបស់ប្រទេសលីប៊ីនៅក្នុងការវាយប្រហារមួយដាច់ដោយឡែកការប្រយុទ្ធគ្នាមានឡើងរវាងពួកកុលសម្ព័ន្ធតាប៊ូដែលមានដើមកំណើតអាហ្វ្រិកប្រឆាំងនឹងពួកកុលសម្ព័ន្ធអាវឡាត់ស៊ូលីម៉ាន់ដែលមានដើមកំណើតអារ៉ាប់នៅក្នុងទីក្រុងសាបាស្ថិតនៅចម្ងាយប្រមាណ400ម៉ាយល៍ខាងត្បូងទីក្រុងទីប៉ូលីក្រសួងនេះបាននិយាយថាការប្រយុទ្ធគ្នាដែលបានចាប់ផ្ដើមមានធ្វើការពីថ្ងៃសុក្របានបណ្ដាលឲ្យមនុស្ស65នាក់ទៀតត្រូវរបួស The Voice of America, direct from Washington, VOA. ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ពីទីក្រុងលើកែមកថាក្រុមនិស្សិតរាប់រយនាក់ដែលគាំទ្រប្រធានាធិបតីនៃប្រទេសអេស៊ីបដែលបានត្រូវបណ្តេញចេញពីតំណែងបានប្រវាយប្រតបជាមួយនឹងកងកម្លាំងសន្តិសុខកាលពីថ្ងៃអាទិត្យនៅក្នុងសាកលវិទ្យាល័យ3កន្លែងក្នុងទីក្រុងលើកែ2ថ្ងៃនៅមុនមានការបោះឆ្នោតប្រជាមតិមួយដែលពួកមន្ត្រីបាននិយាយថានឹងត្រូវការពារដោយការដាក់ពង្រាយនៅពួកទាហាននិងប៉ូលីសយ៉ាងច្រើនអ្នកការប៉ះទង្គិចគ្នានេះមានឡើងនៅពេលដែលលោកអាត់លីម៉ាន់ស៊ូប្រធានាធិបតីស្ដីទីនៃប្រទេសអេស៊ីបបានសូមដល់ក្រុមអ្នកបោះឆ្នោតឲ្យទៅកាន់ស្ថានីយបោះឆ្នោតដើម្បីបោះឆ្នោតនៅថ្ងៃអង្គារនិងថ្ងៃពុធអំពីសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសអេស៊ីបលោកម៉ាន់ស៊ូបានមានប្រសាសន៍ថាសេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះបានប្រើប្រាស់សាសនាអ៊ីស្លាមនិយមកណ្ដាលគឺមិននិយមជ្រុលជាមូលដ្ឋានមួយសម្រាប់ច្បាប់នៅក្នុងប្រទេសអេស៊ីបលោកក៏បានសូមឲ្យក្រុមអ្នកបោះឆ្នោតអេស៊ីបសូមដល់អ្នកក្រុមអ្នកបោះឆ្នោតអេស៊ីបឲ្យដឹកនាំនាវានៃប្រទេសជាតិទៅកាន់ឆ្នេរនៃសុវត្ថិភាពផងដែរពួកជនសកម្មប្រយុទ្ធអ៊ុយក្រែនរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីគីវនៅក្នុងការបន្តចលនាធ្វើបាតុកម្មដ៏ធំធេងកាលពីឆ្នាំទៅមិញប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការផ្អាកចំណងតាក់ទងជិតស្និទ្ធជាងមុនជាមួយនឹងសហភាពអឺរ៉ុបដោយអនុគ្រោះដល់កំណើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ីការប្រជុំមហាជនកាលពីថ្ងៃអាទិត្យមានមនុស្សប្រមាណ 50,000 នាក់នាំគ្នាទៅប្រមូលផ្ដុំគ្នានៅឯទីលានឯករាជ្យនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយពីពួកប៉ូលីសបានប៉ះទង្គិចជាមួយក្រុមបាតុករដែលបានបណ្ដាលឲ្យមានមនុស្សរាប់សិបនាក់ត្រូវរបួសហើយបានបណ្ដាលឲ្យលោកយូរីវលូសេនកូមេដឹកនាំក្រុមប្រឆាំងត្រូវរបួសយ៉ាងធ្ងន់ធ្ងរផងដែរ You are listening to the Voice of America, Washington, D.C. លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ឈីណាវ៉ាត់នៃប្រទេសថៃបានអំពាវនាវដល់កងកម្លាំងសន្តិសុខឲ្យរក្សាភាពអត់ធ្មត់នៅពេលដែលបាតុករប្រឆាំងរដ្ឋាភិបាលជួបជុំនៅក្នុងរាជធានីការបិទរាជធានីបាងកកមានគោលបំណងបង្ខំឲ្យលោកស្រីនាយករដ្ឋមន្ត្រីចុះចេញពីតំណែង
ហើយនឹងពន្យាពេលការបោះឆ្នោតដែលក្រុងធ្វើឡើងនៅថ្ងៃទី2ខែកុម្ភៈខាងមុខនេះលោក Ron Cowen អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍ថាពួកអាជ្ញាធរបានដាក់ពង្រាយកងទ័ពនិងប៉ូលីស 18,000 នាក់ដើម្បីការពារអគាររដ្ឋាភិបាលហើយនឹងរក្សាបាតុកម្មនោះដោយសន្តិវិធីហើយខ្ញុំជើងពូជៀនប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅបាតុករបានចាប់ផ្ដើមត្រួតត្រាផ្នែកសំខាន់ៗនៅកណ្ដាលក្រុងបាងកកមុនពេលថ្ងៃលិចកាលពីថ្ងៃអាទិត្យម្សិលមិញដោយបាននាំយកមកជាមួយនឹងបាវខ្សាច់តង់ស្នាក់នៅនិងម្ហូបអាហារដើម្បីប្រុងប្រៀបរៀបចំភាពបញ្ចាញ់មិនឈ្នះរយៈពេលយូរលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ឈីណាវ៉ាតបានអំពាវនាវដល់កងកម្លាំងសន្តិសុខឲ្យបញ្ជៀសការប្រឈមមុខជាមួយពួកបាតុករហើយប៉ូលីសត្រូវគេរំពឹងនិងអនុញ្ញាតឲ្យពួកគេបិទផ្លូវសំខាន់ៗក្នុងទីក្រុងដែលមានមនុស្ស10លាននាក់រស់នៅលោកស៊ូរ៉ាពុងតូវីចាក់ចៃគុណរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថាលោកស្រីនាយករដ្ឋមន្ត្រីចង់ឲ្យកងកម្លាំងសន្តិសុខរក្សាស្ថានភាពសន្តិសុខឲ្យនៅស្ងប់ស្ងាត់ខណៈដែលព្យាយាមកម្រិតផលប៉ះពាល់លើពាណិជ្ជកម្មនិងទេសចរណ៍ Prime Minister Yingluck has ordered all police and military personnel to exercise លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់បានបញ្ជាប៉ូលីសនិងបុគ្គលិកយោធាទាំងអស់ឲ្យរក្សាភាពអត់ធ្មត់យ៉ាងខ្លាំងបំផុតហើយមិនប្រើប្រាស់អាវុធទាំងអស់ដើម្បីដោះស្រាយជាមួយពួកបាតុករប៉ូលីសនិងបុគ្គលិកយោធានឹងប្រើប្រាស់ខែលការពារនឹងដំបងហើយនឹងបំពេញមុខនីតិខ្លួនស្របទៅតាមបទដ្ឋានអន្តរជាតិគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានសម្ដែងនឹងការព្រួយកង្វល់ម្ដងហើយម្ដងទៀតដល់ការបោះឆ្នោតនាពេលខាងមុខដោយព្រមានថាអស្ថិរភាពនិងភាពជោគជ័យរបស់ពួកបាតុករក្នុងការរារាំងពួកបេក្ខជនមិនឲ្យចុះឈ្មោះបោះឆ្នោតក្នុងស្រុកចំនួន28ជាការគំរាមកំហែងដល់ភាពស្របច្បាប់នៃការបោះឆ្នោតនោះកាលពីថ្ងៃអាទិត្យគណៈកម្មការរៀបចំបោះឆ្នោតបានស្នើរដ្ឋាភិបាលថាខ្លួនធ្វើការពន្យាពេលការបោះឆ្នោតរហូតដល់ថ្ងៃទី4ខែឧសភាក៏ប៉ុន្តែលោកនីវ៉ាត់ធំរុងប៊ួនសុងបៃសុនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថាទៅតាមច្បាប់វាជាការទទួលខុសត្រូវរបស់គណៈកម្មការរៀបចំបោះឆ្នោតដើម្បីពិនិត្យមើលការបោះឆ្នោតនោះហើយមិនមែនរដ្ឋាភិបាលធ្វើការសម្រេចទេ We have no choice. I mean, we have to do things according to the law. And in fact, election is not duty of the យើងគ្មានជំរើសទេយើងត្រូវតែធ្វើកិច្ចការទាំងនេះស្របទៅតាមច្បាប់ហើយនៅក្នុងការបោះឆ្នោតវាមិនមែនជាភារកិច្ចរបស់រដ្ឋាភិបាលទេគណៈកម្មការរៀបចំការបោះឆ្នោតមានភារកិច្ចនេះបើតាមច្បាប់ដូច្នេះប្រសិនបើពួកគេចង់ពន្យាឬអ្វីនោះពួកគេត្រូវតែផ្ដើមធ្វើគណៈកម្មាធិការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យរបស់ប្រជារាស្ត្ររបស់លោកស៊ូថេបបានច្រានចោលការពន្យាពេលការបោះឆ្នោតនោះដោយអំពាវនាវឲ្យបង្កើតក្រុមប្រឹក្សាគ្មានការបោះឆ្នោតជាជំនួសវិញដើម្បីពិនិត្យមើលការធ្វើកំណែទម្រង់ខាងនយោបាយមុនពេលធ្វើការបោះឆ្នោតថ្មីលោកអ្នកកំពុងតែស្ដាប់ VOA សំឡេងសហរដ្ឋអាមេរិក voanews.com/khmer នាយករដ្ឋមន្ត្រីវៀតណាមបានមកដល់ប្រទេសកម្ពុជាហើយតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហ៊ុនសែនដំណើរបំពេញទស្សនកិច្ចនេះបានធ្វើឡើងក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងកងកម្លាំងសមត្ថកិច្ចរួមទាំងកងឈុតប៉ារ៉ាបានកាន់អាវុធស្វ័យប្រវត្តិគ្រប់ដៃនៅជុំវិញបរិវេណពលានយន្តហោះលោកហេណាស្មីនៃ VOA រាយការណ៍រឿងនេះពីទីក្រុងភ្នំពេញលោកនាយករដ្ឋមន្ត្រីវៀតណាមគឺលោកកវៀងតាំងយុងបានមកដល់ប្រទេសកម្ពុជាហើយតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីមកបំពេញទស្សនកិច្ចរយៈពេល3ថ្ងៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានធ្វើឡើងដោយស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងមាំទាំបំផុតកងកម្លាំងសមត្ថកិច្ចរួមទាំងកងទ័ពមានសម្លៀកបំពាក់ឈុតប៉ារ៉ាបានកាន់អាវុធស្វ័យប្រវត្តិគ្រប់ដៃដាក់ពង្រាយនៅជុំវិញបរិវេណពលានយន្តហោះនិងតាមផ្លូវសហព័ន្ធរុស្ស៊ីដើម្បីការពារសុវត្ថិភាពដល់មេដឹកនាំវៀតណាមកំពុងខ្សែទូបាយប្រចាំទូបាយប្រចាំ1982បានហើយ609បាត់តែទៅខាង
មិនមានមន្ត្រីជាន់ខ្ពស់សំខាន់របស់រដ្ឋាភិបាលទៅទទួលមេដឹកនាំវៀតណាមនៅពលានយន្តហោះភ្នំពេញអន្តរជាតិទេគឺមានតែលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអ្នកនាំពាក្យរដ្ឋាភិបាលព្រមទាំងមន្ត្រីក្រសួងការបរទេសនិងមន្ត្រីស្ថានទូតវៀតណាមមួយចំនួនតែប៉ុណ្ណោះលោកខៀវកញ្ញរិទ្ធអ្នកនាំពាក្យរដ្ឋាភិបាលមិនបានផ្ដល់បទសម្ភាសន៍ណាមួយជាមួយនឹងក្រុមអ្នកកាសែតទេនៅពេលដែលលោកកំពុងអង្គុយនៅបន្ទប់រងចាំទទួលមេដឹកនាំវៀតណាមមកដល់ក្រុមអ្នកកាសែតជាច្រើនមិនអនុញ្ញាតឲ្យចូលថតយករូបភាពនិងសម្លេងទេក្នុងគណៈពេលដែលលោកនាយករដ្ឋមន្ត្រីវៀតណាមមកដល់តាមជើងយន្តហោះ Vietnam Airlines លើកលែងតែបុគ្គលិកមកពីទូរទស្សន៍ជាតិកម្ពុជានិងទូរទស្សន៍វៀតណាមមួយចំនួនតែប៉ុណ្ណោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានកើតមានឡើងចំពេលដែលគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិកំពុងបែកខ្នងដាក់គ្នានៅឡើយក្រោយពីការបោះឆ្នោតលោកញ៉ែមបញ្ញរិទ្ធអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិមានប្រសាសន៍ថាលោកមិនមើលឃើញថាប្រទេសវៀតណាមអាចដើរតួនាទីក្នុងការផ្សះផ្សារវាងគណៈបកទាំងពីរឲ្យត្រូវរើគ្នាទេលោកមានជំនឿទៅលើតួនាទីរបស់អង្គការសហប្រជាជាតិនិងបណ្ដាប្រទេសមហាអំណាចមួយចំនួនដែលអាចជួយបញ្ចប់នយោបាយនៅកម្ពុជាបានខ្ញុំសង្ឃឹមទៅខាងអង្គការសហប្រជាជាតិនិងទៅខាងមហាអំណាចច្រើនជាងដែរពីព្រោះមហាអំណាចដែលគេជំរុញនៅការជួបពិភាក្សាដោយសន្តិវិធីអហិង្សាដោះស្រាយដោយសន្តិភាពសន្តិវិធីនោះជាអ្វីមួយដែលជាក្តីសង្ឃឹមរបស់យើងទៅវិញទៅបាទកាលពីដើមសប្តាហ៍នេះកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលបានវាយបង្ក្រាបដោយអំពើហិង្សាទៅលើការតវ៉ាដោយសន្តិវិធីរបស់គណៈបកសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យដែលធ្វើឲ្យភាពតានតឹងនយោបាយនៃគណៈបកគូចំនួនទាំងពីរមិនទាន់វិលទៅរកតុចរចាជាមួយគ្នាដើម្បីបញ្ចប់ចំនួននយោបាយនៅឡើយលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសនិងលោកជឹមយៀបសមាជិកសភាខាងគណៈបកប្រជាជនកម្ពុជាមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃអាទិត្យនេះដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួលលោកអ៊ូវិរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមមិនមានអ្វីពាក់ព័ន្ធនឹងចំនួននយោបាយនៅកម្ពុជាទេខ្ញុំមើលទៅអត់មានពាក់ព័ន្ធនឹងបញ្ហាទេប៉ុន្តែសំខាន់តើយើងក្នុងករណីយើងជួបគ្នានេះតើយើងផ្ដល់លេខខ្លះដល់គេហើយយើងបានផលប្រយោជន៍ខ្លះពីតំណែងនោះហ្នឹងជារឿងមួយដែលយើងត្រូវតាមដានប៉ុន្តែនៅពេលពីដើមមកដោយសារបញ្ហាទាំងអស់ហ្នឹងគឺជាបញ្ហាមួយដែលមិនមានដំណាភាពមានការបើកចំហហ្នឹងយើងនៅក្នុងកន្លែងងឹតទាំងអស់គ្នាតាមកម្មវិធីរបស់ក្រសួងការបរទេសលោកនាយករដ្ឋមន្ត្រីវៀតណាមកវៀងតាំងយុងមកបំពេញទស្សនកិច្ចប្រទេសកម្ពុជាចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី14នៅក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាលោកកវៀងតាំងយុងនឹងចូលរួមពិធីសម្ពោធមន្ទីរពេទ្យចារីរបស់ប្រទេសវៀតណាមនៅកម្ពុជាហើយក្នុងនោះក៏មានសន្ទរកថាស្វាគមន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរពីរាជធានីភ្នំពេញខ្ញុំហេងរស្មី VOA You are listening to the Voice of America, Washington, D.C. ម្ចាស់ជំនួយធំកំពុងផ្លាស់ប្ដូរកម្មវិធីផ្ដល់ប្រាក់ជួយកម្មវិធីថែទាំសុខភាពនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបលទ្ធផលនៅក្នុងការថែទាំសុខភាពមាតានិងកុមារបានទទួលជោគជ័យដោយធនាគារពិភពលោកនិងមូលនិធិសកលលោកកំពុងធ្វើការជាមួយគ្នាដើម្បីបន្ថែមកម្មវិធីអំពីជំងឺ AIDS របេងនិងជំងឺគ្រុនចាញ់អ្នកស្រីនុចសារីតាសូមជូនសេចក្តីរាយការណ៍របស់នាង Carol Pearson នៃ VOA ដែលរាយការណ៍ថាការផ្លាស់ប្ដូរនៅក្នុងការផ្ដល់ហិរញ្ញវត្ថុផ្ដោតលើការលើកទឹកចិត្តបុគ្គលថែទាំសុខភាពឲ្យផ្ដល់ការថែទាំសុខភាពឲ្យប្រសើរនិងជួយអ្នកជំងឺទាំងឡាយឲ្យបានទទួលការថែទាំល្អនៅពេលស្ត្រីមានផ្ទៃពោះមានការថែទាំសុខភាពល្អនិងមានឆ្មបជំនាញឬវេជ្ជបណ្ឌិតនៅជិតពេលសម្រាលទាំងម្ដាយនិងកូននឹងនៅរស់នៅពេលទារកបានចាក់ថ្នាំការពារជំងឺហើយបានទទួលការថែទាំល្អនៅពេលណាឈឺក្មេងទាំងនោះនឹងជារស់ដល់អាយុ5ឆ្នាំអង្គការសុខភាពពិភពលោកឲ្យដឹងថាឆ្នាំមុននេះក្មេង6លាន5សែននាក់មិនបានរស់ដល់អាយុ5ឆ្នាំទេក្មេងដែលកើតនៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកខាងត្បូង
ស្លាប់ក្នុងអាយុ5ឆ្នាំដំបូងដែលភាគច្រើនអាចការពារបានធនាគារពិភពលោកនិងម្ចាស់ជំនួយធំៗបានដាក់កម្មវិធីមួយដើម្បីជួយកុមារលោក Tim Evans អ្នកដឹកនាំកម្មវិធី We want women to have access to antenatal care. We want to have children who are born with a skilled យើងចង់ឲ្យស្ត្រីទទួលបានការថែទាំសុខភាពក្រោយសម្រាលកូនយើងចង់ឲ្យក្មេងមានឈ្មោះជំនាញទទួលបានសេវាសម្រាលទារកពេលមានអាសន្នបើយើងចង់បានការថែទាំសុខភាពបែបនេះតើយើងត្រូវរៀបចំប្រព័ន្ធរបៀបណាដើម្បីឲ្យបានសម្រេចជោគជ័យកម្មវិធីនោះមានឈ្មោះថាផ្ដល់លុយតាមលទ្ធផលវាភ្ជាប់គ្រឿងលើកទឹកចិត្តទៅនឹងលទ្ធផលឧទាហរណ៍នៅប្រទេសមួយចំនួនស្ត្រីចេញថ្លៃដើម្បីសម្រាលកូននៅមន្ទីរពេទ្យឆ្មបបានប្រាក់បន្ថែមពីការបង្កើតទារកមានសុខភាពល្អវេជ្ជបណ្ឌិតបានប្រាក់បន្ថែមពីការចាក់ថ្នាំបង្ការរោគដល់ក្មេង And it's really a function of giving the incentive to those គឺជាមុខការមួយនៃការផ្ដល់គ្រឿងលើកទឹកចិត្តដល់អ្នកដោះស្រាយបញ្ហាពីព្រោះគ្រឿងលើកទឹកចិត្តនាំឲ្យគេសម្រេចផលល្អជំនួយក៏ផ្ដោតលើកម្មវិធីនៅប្រទេសអ្នកមានមធ្យមដែរទារកងាយនឹងឈឺក្នុង28ថ្ងៃដំបូងកម្មវិធីនេះបន្ថយមរណកុមារនៅប្រទេសអាហ្សង់ទីនបាន 74% តាំងពីឆ្នាំ2007ធនាគារពិភពលោកផ្ដល់លុយឲ្យកម្មវិធីនេះនៅ31ប្រទេសពេលនេះធនាគារពិភពលោកធ្វើការជាមួយមូលនិធិសកលប្រឆាំងជំងឺអេដស៍របេងនិងគ្រុនចាញ់ដើម្បីជួយប្រយុទ្ធនឹងជំងឺផ្ដាច់ជីវិតទាំងនេះម្ចាស់ជំនួយធំៗផ្សេងទៀតក៏សិក្សាផែនការនោះដែរកម្មវិធីស្រដៀងគ្នានេះអាចជួយក្មេងស្រីនៅសាលារៀនឲ្យសិក្សាជំនាញហើយជាមួយគ្នានោះទប់ស្កាត់មង្គលការនិងមានផ្ទៃពោះនៅក្មេងតទៅនេះយើងខ្ញុំសូមជូនបទវិចារណកថាដែលឆ្លុះបញ្ចាំងឲ្យឃើញពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាមលោក David Shear រួមជាមួយនឹងអ្នកតំណាងមកពីប្រទេសចំនួន25បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋាភិបាលវៀតណាមដើម្បីសុំឲ្យមានការដោះលែងអ្នកទស្សនយោបាយគឺលោក Dinh Dang Dinh លិខិតនោះបានចែងថាការប្រាយច្បាប់សន្តិសុខជាតិរបស់អាជ្ញាធរវៀតណាមដើម្បីដាក់គុកអ្នករិះគន់ដែលសម្ដែងមតិប្រកបដោយសន្តិវិធីអំពីទស្សនៈនយោបាយរបស់គេនោះខុសនឹងកាតព្វកិច្ចនៃប្រទេសវៀតណាមដែលត្រូវអនុលោមតាមអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិប្រជាពលរដ្ឋនិងនយោបាយហើយការបដិញ្ញាចិត្តទាំងឡាយនៅក្នុងការអនុវត្តនេះត្រូវបានចែងនៅក្នុងសេចក្តីប្រកាសសកលស្តីអំពីសិទ្ធិមនុស្សសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមដោះលែងលោក Dinh Dang Dinh ក្នុងលក្ខណៈមនុស្សធម៌ជាបន្ទាន់ដោយផ្អែកលើស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងររបស់លោកDinh Dang Dinh ត្រូវបានកាត់ទោសកាលពីថ្ងៃទី9ខែសីហាឆ្នាំ2012ឲ្យជាប់ពន្ធនាគារចំនួន6ឆ្នាំពីបទប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមលោក Dinh មានអាយុ50ឆ្នាំត្រូវបានឃុំខ្លួនចាប់ពីពេលដែលលោកត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំ2011ពីបទសរសេរអត្ថបទអំពីការព្រួយបារម្ភខាងផ្នែកបរិស្ថានហើយជជែកសួរអំពីការអភិវឌ្ឍដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមលើរ៉ែបុកស៊ីតនៅតំបន់ខ្ពង់រាបកណ្ដាលប្រទេសវៀតណាមអត្ថបទនោះត្រូវបានចោទថាបានបដិសេធគណៈបកកុម្មុយនីសវៀតណាមនិងក្រមសីលធម៌នៃស្ថាបនិករដ្ឋគឺលោកហូជីមិញលោកឯកអគ្គរដ្ឋទូត Shear បានចុះហត្ថលេខាលើលិខិតមួយច្បាប់ដែលព្រៀងដោយសហភាពអឺរ៉ុបដែលអំពាវនាវឲ្យមានការដោះលែងលោក Dinh Dang Dinh ជាបន្ទាន់ដោយផ្អែកលើលក្ខណៈមនុស្សធម៌ឬយ៉ាងហោចណាស់ក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យសន្តិសុខសាធារណៈដែរសូមនោមពរកាលពីលើកមុនឲ្យផ្អាកការកាត់ទោសលោកឬការបញ្ជូនលោកទៅកាន់មន្ទីរពេទ្យដែលមានការព្យាបាលគ្រប់គ្រាន់ត្រូវបានបដិសេធលិខិតចេញពីបេសកកម្មការទូតនេះក៏អំពាវនាវផងដែរដល់រដ្ឋាភិបាលវៀតណាមឲ្យដោះលែងដោយឥតលក្ខខណ្ឌនៅអ្នកទោសសតិសម្បញ្ញៈនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋវៀតណាមទាំងអស់បានសម្ដែងទស្សនៈនយោបាយរបស់ខ្លួនក្រមច្បាប់អន្តរជាតិដែលរួមមានសន្ធិសញ្ញាទាំងឡាយដែលវៀតណាមជាប្រទេសហត្ថលេខីមួយដែរនោះចែងថាគ្រប់ប្រទេសទាំងអស់ត្រូវគោរពសេរីភាពនៃការបញ្ចេញមតិដែលក្នុងនោះរួមមានការសម្ដែងទស្សនៈនយោបាយដោយសន្តិវិធីផងដែរអស់លោកអ្នកទើបបានស្ដាប់បទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិក
ក្នុងការផ្សាយរបស់ VOA នៅយប់នេះសូមអស់លោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍ពីប្រទេសកម្ពុជាអាស៊ីនិងពិភពលោកហើយនឹងកម្មវិធី Hello VOA របស់យើងនៅរាត្រីនេះតទៅនេះលោកឈឹមសមេតសូមជូនព័ត៌មានពិភពលោកសង្ខេបសូមជឿនបាទអរគុណលោកស្រី Sheikh Hasina បានស្បត់សច្ចាប្រណិធានកាលពីថ្ងៃអាទិត្យដើម្បីចូលកាន់អំណាចជានាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដេសសម្រាប់អាណត្តិទី2បន្តគ្នារបស់លោកស្រីនៅក្រៅមានការបោះឆ្នោតប្រកបដោយអំពើហិង្សាខ្លាំងបំផុតនៅក្នុងប្រទេសនេះដែលបានបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់18នាក់បាត់បង់ជីវិតជាជំនះរបស់លោកស្រី Hasina និងគណៈបកសម្ព័ន្ធអាវ៉ាមីគ្រប់គ្រងប្រទេសរបស់លោកស្រីជាការបញ្ចប់ជាមិនរួចពីព្រោះក្រុមប្រឆាំងគឺគណៈបកជាតិនិយមបង់ក្លាដេសដឹកនាំដោយលោកស្រីអតីតនាយករដ្ឋមន្ត្រី Khalida Zia បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនេះទេពួកបេក្ខជនរបស់គណៈបកសម្ព័ន្ធអាវ៉ាមីបានចូលឈ្មោះដោយគ្មានការប្រឆាំងនៅក្នុងមណ្ឌលជើងពាក់កណ្ដាលនៅក្នុងមណ្ឌលបោះឆ្នោតទាំងអស់ក្នុងប្រទេសបង់ក្លាដេស The Voice of America មេដឹកនាំអន្តរកាលនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលបានអំពាវនាវឲ្យមានការស្ងប់ស្ងៀមនិងឲ្យមានការបញ្ឈប់អំពើហិង្សាដ៏ប្រឡ័យដែលបានកើតមានឡើងនៅក្នុងប្រទេសនេះលោក Alexandre Ferdinand Ngoundé បានសុំកាលពីថ្ងៃអាទិត្យឲ្យជនជាតិនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលម្នាក់ៗស្ថិតនៅក្នុងភាពស្ងប់ស្ងៀមហើយទុកចិត្តដល់វិធានការដែលរដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមធ្វើដើម្បីបង្កើតឲ្យមានស្ថានភាពប្រកបដោយសន្តិភាពនិងសុវត្ថិភាពការអំពាវនាវរបស់លោកឲ្យមានការស្ងប់ស្ងៀមមានឡើងមួយថ្ងៃក្រោយពីមានការលួចប្លន់យ៉ាងរាលដាលនៅអំពើហិង្សាបានត្រូវរាយការណ៍ថាបានកើតមានឡើងនៅក្នុងរដ្ឋធានីម៉ុងហ្គីក្រោយពីការបង្ខិតបង្ខំឲ្យលោក Michel Djotodia ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាលចុះចេញពីតំណែងហើយនៅពេលនេះលោកកំពុងស្ថិតនៅក្នុងប្រទេសបេណាំងដែលនៅទីនោះពួកមន្ត្រីបាននិយាយថាលោកកំពុងស្វះស្វែងសុំសិទ្ធិនាទីខ្លួននៅទីនោះសម្ដេចប៉ាប Francis បានតែងតាំងកាឌីណាលថ្មី19នាក់ដោយមានរួមបញ្ចូលទាំងកាឌីណាល16នាក់ផងដែលនឹងមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមពួកកាឌីណាលសាសនាកាតូលិកដែលនឹងបោះឆ្នោតជ្រើសរើសអ្នកបន្តតំណែងពីព្រះអង្គពួកកាឌីណាលថ្មីដែលបានត្រូវជ្រើសរើសពីសហគមន៍អ្នកកាន់គ្រឹះសាសនានិកាយកាតូលិកនៅទូទាំងពិភពលោកមានរួមបញ្ចូលកាឌីណាលអ៊ីតាលី4នាក់កាឌីណាល2នាក់មកពីប្រទេសឯទៀតក្នុងទ្វីបអឺរ៉ុប5នាក់មកពីទ្វីបអាមេរិកខាងត្បូង1នាក់មកពីទ្វីបអាមេរិកខាងជើង2នាក់មកពីទ្វីបអាហ្វ្រិកនិង2នាក់មកពីទ្វីបអាស៊ីកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅវេលាព្រឹកនេះចាប់តែត្រឹមនេះសូមអរលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅវេលាយប់នេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីតាមរលកវិទ្យុ 25 32 កណ្ដកសញ្ញា 2 និង 190 កណ្ដកសញ្ញា 5 ម៉ែត្រទៅនឹងកម្រិត 11565 9325 និង 1575 kHz សូមអរលោកអ្នកបានប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសុស្ដី This program has come to you from the Voice of America, Washington.